រៀបសួរណាលោកដូចសេរីនិងភរិយាព្រមទាំងបុត្រនិងក្រុមការងារនិងមិត្តភ័ក្តិដែលមកចូលរួមធ្វើកម្មវិធីសេចក្តីស្រឡាញ់ជារៀងរាល់ឆ្នាំដល់សាលានិងកុមារគោថ្លង់និងកុមារពិការភ្នែកឥឡូវយើងថែមអូទីសឹមមួយទៀតបាទសម្រាប់សាលាយើងបាទជារៀងរាល់ឆ្នាំលោកបាទអញ្ជើញនឹងចូលរួមនឹងផ្ដល់នៅក្តីស្រឡាញ់ដល់កូនសិស្សយើងទាំងអស់គ្នានិងលោកគ្រូអ្នកគ្រូទាំងអស់នៅទីនេះយើងមិនភ្លេចចងចាំជានិច្ចនិងសប្បាយចិត្តរីករាយទាំងអស់គ្នាបាទសូមអរគុណលោកនាយករងបាទសាលាវិទ្យាដុះបដាពិសេសបាទថ្ងៃនេះយើងមានពេលវេលាបានជួបជុំគ្នាម្ដងទៀតហើយមុននឹងចាប់ផ្ដើមក៏ខ្ញុំសូមអរគុណភរិយាខ្ញុំហើយនិងក្រុមការងារជាពិសេសមិត្តភ័ក្តិទឹកពីរដ្ឋនិងស្វាមីហើយនិងនិងបងស្រីនិងក្រុមការងារទាំងអស់ដែលបានចូលរួមបើសិនជាគ្មានពួកគាត់ក៏គ្មានថ្ងៃនេះដែរក៏គ្មានអ្វីៗទាំងអស់នេះដែរអញ្ចឹងពួកគាត់គឺជាអ្នកដែលសកម្មដែរចូលរួមក្នុងកិច្ចការមនុស្សធម៌បាទការយកចិត្តតាក់ពីលោកគ្រូអ្នកគ្រូជាពិសេសលោកនាយកហើយនិងលោកនាយករងនៅទីនេះបានផ្ដល់នូវការអប់រំសិក្សាតាមរបៀបនៃវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលសម្រាប់បងប្អូនទៅតាមវ័យតាមបច្ចេកទេសបាទអញ្ចឹងពូក៏សូមលើកទឹកចិត្តឲ្យក្មួយៗទាំងអស់បន្តប្រឹងប្រែងក្នុងការសិក្សារៀនសូត្រមិនគិតថាយើងពិការឬក៏យើងមើលឃើញរឿងមើលមិនឃើញឬក៏យ៉ាងណាប៉ុន្តែជំនាញចំណេះដឹងនិងជំនាញវាអាចជួយឲ្យជីវិតរបស់យើងមានផ្លូវដើរទៅមុខបានអញ្ចឹងជំនាញសំខាន់មែនទែនបាទបញ្ជាក់ថាថ្ងៃនៃទីមាននៃស្រឡាញ់នេះសូមឲ្យបងប្អូនយល់ពីអត្ថន័យខ្លឹមសារនៃថ្ងៃនេះមិនមែនជាថ្ងៃនៃការស្រឡាញ់ទេបាទណាជាថ្ងៃទិវានៃក្តីស្រឡាញ់អញ្ចឹងនិយមន័យនៃទិវានៃក្តីស្រឡាញ់គឺការចែករំលែកអំពីការអាណិតអាសូរការស្រឡាញ់ការចែករំលែកជួយគ្នាអ្វីដែលយើងអាចជួយបាន